ភាគទី8មន្ត្រីសុវត្ថិភាពក៏អាចមានការខុសឆ្គងបានដែរក្នុងចិត្តជើងជន្ទោឡានស្ទូចត្រូវតែសន្ធឹងឲ្យអស់ជំរាបសួរខ្ញុំជាមន្ត្រីសុវត្ថិភាពសូមនាំអ្នកទាំងអស់គ្នាទៅជួបជាមួយប្រព័ន្ធផ្សព្វផ្សាយសិក្សាអំពីសុវត្ថិភាពភាគ8មន្ត្រីសុវត្ថិភាពក៏អាចមានការខុសឆ្គងបានដែរទុកក្នុងចិត្តជើងទម្រយន្តស្ទូចត្រូវតែពង្រីកឲ្យអស់សួស្តីបាទមន្ត្រីសុវត្ថិភាពមកធ្វើការតាំងពីព្រឹកព្រលឹមតែម្ដងថ្ងៃនេះអ្នកបើកបររថយន្តស្ទូចឈឺខ្ញុំក៏សូមស្ម័គ្រចិត្តមកជួយបើកបររថយន្តស្ទូចឲ្យកុំបារម្ភអីខ្ញុំបើកបររថយន្តស្ទូចតាំងពីក្មេងទោះបីខ្ញុំបិទភ្នែកក៏អាចបើកបររថយន្តស្ទូចបានយ៉ាងស្រួលល្អណាស់បែបនេះខ្ញុំអាចទុកចិត្តបានថ្ងៃនេះយើងប្រើរថយន្តស្ទូចដោយសុវត្ថិភាពពិតប្រាកដល្អណាស់ជាងក្លាហានសូមខ្ញុំមើលវិញ្ញាបនបត្របណ្ដុះបណ្ដាលអ្នកបើកបររថយន្តស្ទូចបន្តិចបានទេជាងក្លាហានកុំខាត់ពេលអីខ្ញុំថាដល់ពេលហើយខ្ញុំលើកបេតុងនេះសូមខ្ញុំដើរទៅមើលមុនល្អទេជាងក្លាហានថាជើងទម្របានពង្រីកគ្រប់ទាំង4ឬនៅកុំខាត់ពេលអីឲ្យខ្ញុំលើកដើម្បីឲ្យការងារឆាប់រួចរាល់ក៏បានខ្ញុំនឹងជឿលើវិជ្ជាជីវៈរបស់ជាងក្លាហានអញ្ចឹងខ្ញុំប្រហែលមិនចាំបាច់ដើរទៅមើលជើងទម្រយន្តស្ទូចចំខាងទៀតទេលើកបានហើយបាទជាងក្លាហានបានហើយបើអញ្ចឹងលុយទៅអត់អីទេដឹងមានរឿងអ្វីកាត់ឡើងហ្នឹងវាមានរឿងអ្វីកាត់ឡើងហេតុអ្វីបានជារថយន្តស្ទូចដួលគឺការពិតខ្ញុំនៅមិនទាន់បានពង្រីកជើងទម្រយន្តស្ទូចចំខាងទៀតទេគិតថាមិនអីទេលើករបស់ស្រាបន្តិចបន្តួចអ្វីណាតើជាងមិនបានពង្រីកជើងទម្រយន្តស្ទូចទេនេះហើយបានជារថយន្តស្ទូចដួលមកពីខ្ញុំទុកចិត្តអ្នកដែរនឹងហើយមិនដើរទៅមើលដោយផ្ទាល់ភ្នែកហេតុអ្វីបានជាប្រាប់ថាធ្លាប់បានទទួលការបណ្ដុះបណ្ដាលអ្នកបើកបររថយន្តស្ទូចហើយគឺឪពុកខ្ញុំផ្ទាល់នឹងហើយជាអ្នកបង្រៀនខ្ញុំបើកបររថយន្តស្ទូចតាំងពីក្មេងមកចំពោះវិញ្ញាបនបត្រវិញគឺឪពុកខ្ញុំជាអ្នកសរសេរឲ្យខ្ញុំដោយផ្ទាល់ហើយកាលពីខ្ញុំនៅក្មេងឪពុកខ្ញុំក៏បានទិញឡានស្ទូចបញ្ជាជាកាដូថ្ងៃខួបកំណើតឲ្យខ្ញុំដែរដូច្នេះហើយទើបខ្ញុំបានហាត់បើកវាតាំងពីតូចមកម្ល៉េះហើយហាត់បើកបររថយន្តស្ទូចក្មេងលេងហើយទទួលបានវិញ្ញាបនបត្រថ្ងៃនេះខ្ញុំពិតជាខុសឆ្គងខ្លាំងណាស់សម្រាប់ការលើកវត្ថុធ្ងន់ដោយរថយន្តស្ទូចឬស្ទូចដោយសុវត្ថិភាពត្រូវតែមានផែនការលើកដែលមានបញ្ជីគណនាសមត្ថភាពក្នុងការលើកធៀបជាមួយតារាងផ្ទុករបស់រថយន្តស្ទូចនិងត្រូវពិនិត្យស្ថានភាពរថយន្តស្ទូចដែលយើងហៅថាឯកសារបូជា2ដោយមានអាយុកាលនៃការត្រួតពិនិត្យមិនលើសពី3ខែចំណែកអ្នកបើកបររថយន្តស្ទូចក៏ត្រូវតែមានឯកសារវិញ្ញាបនបត្រដែលចេញឲ្យដោយអង្គភាពបណ្ដុះបណ្ដាលដែលបានឆ្លងកាត់ការចុះបញ្ជីនិងទទួលស្គាល់តាមច្បាប់និងមុននឹងលើកក៏ត្រូវតែពិនិត្យឧបករណ៍ជួយលើកទាំងអស់និងអ្វីដែលសំខាន់ជើងទម្ររបស់រថយន្តស្ទូចត្រូវតែពង្រីកចេញឲ្យអស់ដើម្បីការពារមិនឲ្យរថយន្តស្ទូចបាត់បង់លំនឹងនិងដួលផ្កាប់ខណៈពេលដែលយើងកំពុងលើកវត្ថុ